នេះជាវិធីធ្វើខ្នាប់កូនត្រីដែលលឿនហើយឆ្ងាញ់បានញ៉ាំរហ័សហ្មងគ្រឿងផ្សំមានម្ទេសផ្សិតស្លឹកអំពិលហើយនិងម្រះព្រៅអាហ្នឹងគឺយើងលាយក្នុងខ្នាប់ចំណែកបន្លែនេះអ្នកនរគ្នាយកបន្លែក៏បានដែរសាច់ជ្រូកច្រាំត្រីគ្រឿងបុកហើយនិងប្រហុកហ្នឹងគឺយើងចាក់មកបញ្ចូលគ្នាច្បល់គ្នាឲ្យសព្វហើយដាក់ផ្សិតចូលមកបន្ទាប់មកអ្នកនរគ្នាយកស្លឹកអំពិលហើយនិងម្រះព្រៅហ្នឹងយកមកហាន់ឲ្យរាងតូចៗបន្តិចអញ្ចឹងណាបន្ទាប់ពីហាន់ហើយគឺយើងធ្វើការច្បល់វាឲ្យរាងសព្វចូលគ្រឿងហើយកុំភ្លេចមួយមុខទៀតគឺជាអំពិលទុំណាដាក់អំពិលទុំផងហើយយើងថែមគ្រឿងស្កររ៉ូឌីជាមួយនឹងប៊ីចេងបន្ទាប់មកយើងច្បល់ឲ្យសព្វទៅថែមទឹកត្រីបន្តិចនិងអ្នកទាំងអស់គ្នាដាក់អំពិលទុំក៏បានអំពិលខ្ចីក៏បានដែរតែថ្ងៃនេះគឺខ្ញុំប្រើអំពិលទុំបន្ទាប់ពីច្បល់វាចូលជាតិហើយផ្អាប់វាទុកប្រហែលជា5នាទី10នាទីអីចឹងទៅឲ្យគ្រឿងវាចូលជាតិបន្តិចចឹងណាហើយបន្លែក៏យើងរៀបចំឲ្យស្រេចដែរបន្ទាប់មកអ្នកនរគ្នាដាក់ខ្ទះយើងអត់មានបានទៅអាំងជាមួយនឹងស្លឹកចេកឬក៏ក្តារលុយមីញ៉ូមអីទេព្រោះពេលខ្លះវាស៊ីពេលរវល់ឬយូរអញ្ចឹងគឺខ្ញុំធ្វើតាមវិធីនេះខ្ញុំដាក់ខ្ទះដាក់ខ្លាញ់ចាក់ខ្លាញ់នឹងចូលទៅហើយយើងគ្របគម្របយើងផ្ងុំវាភ្លើងមកល្មមទៅទុកប្រហែលតែ5-6នាទីអីហ្នឹងគឺឆ្អិនហ្មងយកមកញ៉ាំជាមួយបន្លែហើយក៏ដាក់ម្ទេសមកគឺឆ្ងាញ់ហ្មងរសជាតិវាខុសពីយើងខ្ចប់ស្លឹកចេកអាំងបន្តិចបន្តួចយើងអ្នកនរគ្នាបើយើងចង់ប្រញាប់យើងអត់មានអីអាំងគឺធ្វើតាមវិធីនេះបានណា